ខ្មែរគ្រប់គ្រងផលិតផលខ្មែរប៉ុន្តែហើយដើម្បីបានជាយើងសង្កេតឃើញថានៅលើទីផ្សារជាពិសេសនៅតាមបណ្ដាខេត្តទំនិញខ្មែរគឺពិបាករកទិញជាងទំនិញនាំចូលវីដេអូនេះខ្ញុំនឹងលើកឡើងពីកត្តាខ្លះៗដែលខ្ញុំគិតថាជាមូលហេតុដែលបង្កើតឲ្យមានបញ្ហានេះហើយក្រៅតែពីបញ្ហាខ្ញុំនឹងលើកពីសកម្មភាពខ្លះដែលបងប្អូនប្រជាពលរដ្ឋខ្មែរអាចចូលរួមជួយគ្នាធ្វើដើម្បីដោះស្រាយបញ្ហាមួយនេះហើយបង្កើនការចែកចាយផលិតផលខ្មែរឲ្យបានទូទាំងប្រទេសដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិរបស់យើងចាអញ្ចឹងដំបូងយើងមកមើលពីមូលហេតុដែលផលិតផលខ្មែរពិបាករកទិញចាតែមុននឹងនិយាយពីមូលហេតុខ្ញុំសូមលើកឡើងពីមតិមួយដែលខ្ញុំឃើញនៅលើបណ្ដាញអ៊ីនធឺណិតចាមានបងប្អូនមួយចំនួនតូចគាត់លើកឡើងថាផលិតផលខ្មែរហ្នឹងគឺពិបាករកទិញឬក៏ចែកចាយអត់បានគ្រប់សពទីកន្លែងហ្នឹងដោយសារតែផលិតផលខ្មែរអត់ចេះធ្វើទីផ្សារចាអញ្ចឹងចំណុចហ្នឹងគឺខ្ញុំអត់យល់ស្របទេចាមូលហេតុអីដោយសារតែយើងបើយើងពិភាក្សាទៅនឹងទំនិញនាំចូលយើងឃើញថាទំនិញនាំចូលភាគច្រើនលើសលប់គឺក៏អត់បានធ្វើទីផ្សារដូចគ្នាហើយទំនិញនាំចូលទាំងនោះចាភាគច្រើនសូម្បីតែផេកជាភាសាខ្មែរយើងក៏គាត់អត់មានផងចាហើយ brand គាត់ហ្នឹងគឺពុំមែនជា brand ដែលគេស្គាល់ទូទៅទេប៉ុន្តែហេតុអីបានជាមាននៅលើទីផ្សារចាជាពិសេសនៅតាមបណ្ដាខេត្តចាគឺទូទាំងប្រទេសចាអញ្ចឹងសម្រាប់ចម្លើយគឺខ្ញុំសូមលើកពីកត្តា3ដែលខ្ញុំមើលឃើញជាកត្តាធំចាក្នុងនោះមានទី1គឺសហគ្រាសផលិតចាតួអង្គសហគ្រាសផលិតទី2តួអង្គដៃគូចែកចាយនិងទី3តួអង្គក្រុមហ៊ុននាំចូលចាអញ្ចឹងទី1នៅពេលដែលយើងនិយាយពីតួអង្គទី1សហគ្រាសផលិតចាឬក៏យើងហៅថាសិប្បកម្មរោងចក្រចាអញ្ចឹងយើងឃើញឈ្មោះផកគាត់គឺសហគ្រាសផលិតចាឬក៏សិប្បកម្មរោងចក្រអញ្ចឹងទៅអញ្ចឹងគឺមានពាក្យផលិតនៅក្នុងហ្នឹងចាអញ្ចឹងជាទូទៅការងាររបស់សហគ្រាសផលិតគឺគាត់ត្រូវតែផ្ដោតខ្លាំងទៅលើការផលិតផលិតផលចាអញ្ចឹងធនធានផកគាត់គឺត្រូវផ្ដោតតាំងពីការស្វែងរកវត្ថុធាតុដើមដែលមានភាពការសិក្សាទៅលើបច្ចេកវិទ្យាផលិតថ្មីៗការសិក្សារូបមន្តថ្មីៗការដាក់ផលិតផលចូលឡាបូការរត់ឯកសារច្បាប់ផ្សេងៗនិងរឿង100មុខផ្សេងទៀតចាដើម្បីធ្វើយ៉ាងណាគោលដៅធំជាងគេគឺឲ្យផលិតផលដែលចេញពីសហគ្រាសរបស់ពួកគាត់មានគុណភាពចឹងយើងសង្កេតឃើញថាជាទូទៅសម្រាប់សហគ្រាសផលិតគឺគាត់កម្រនឹងមានធនធាននិងពេលវេលាគ្រប់គ្រាន់ដើម្បីផលិតខ្លួនឯងផងហើយចែកចាយឲ្យបានទូលំទូលាយខ្លួនឯងផងណាចាលុះត្រាតែក្រុមហ៊ុនហ្នឹងជាក្រុមហ៊ុនធំចាមានអាយុកាលយូរឆ្នាំឬក៏មានធនធានច្រើនប៉ុន្តែជាទូទៅធម្មជាតិរបស់ក្រុមហ៊ុនផលិតចាឬក៏សហគ្រាសផលិតហ្នឹងគឺយើងត្រូវតែធ្វើការតាមរយៈដៃគូចែកចាយដើម្បីឲ្យផលិតផលដែលយើងផលិតបានហ្នឹងបានទៅដល់ដៃអតិថិជនចាអញ្ចឹងនៅពេលដែលយើងនិយាយពីដៃគូចែកចាយគឺមានច្រើនមានតាំងពីដេប៉ូចាផ្សាររដ្ឋផ្សារទំនើបនៅទីក្រុងនៅតាមបណ្ដាខេត្តហើយនឹងមានទាំងដៃគូចែកចាយនាំចេញក្រៅប្រទេសផងដែរចាអញ្ចឹងយើងចូលមកមូលហេតុទី2ដៃគូចែកចាយនេះឯងចាអញ្ចឹងជាទូទៅយើងសង្កេតឃើញថាផលិតផលខ្មែរនៅពេលដែលយើងចេញដាក់លក់គឺតែងតែមានមុខនៅផ្សារទំនើបមុននៅផ្សាររដ្ឋចាសម្រាប់ខ្ញុំគិតថាដោយសារតែផ្សារទំនើបគឺភាគច្រើនគាត់មាន policy នៅក្នុងការគ្រប់គ្រងផលិតផលជាតិអញ្ចឹងទៅការដាក់ចូលផ្សារទំនើបមានភាពរលូនជាងទី2គឺដោយសារតែ lifestyle ចាឬក៏និន្នាការរបៀបរស់នៅផលអ្នកដើរផ្សារទំនើបហ្នឹងវាស៊ីទៅនឹងផលិតផលខ្មែរដែលផលិតចេញមកនៅពេលឥឡូវហ្នឹងចាគឺមានភាពបែបទំនើបអញ្ចឹងវាមានភាពស៊ីគ្នាធ្វើឲ្យផលិតផលហ្នឹងដាក់ចូលទៅក្នុងផ្សារទំនើបបានរៀងលឿនប៉ុន្តែយើងបកមកផ្សាររដ្ឋជាពិសេសតាមបណ្ដាខេត្តជាចំណុចដែលយើងឃើញថាមានការមានមតិច្រើនថាពិបាករកទិញនៅតាមខេត្តអត់មាននៅតាមផ្សាររដ្ឋអត់មានចាអញ្ចឹងក្នុងនាមខ្ញុំជាអ្នកផលិតផ្ទាល់មួយដែរខ្ញុំសង្កេតឃើញថានៅតាមបណ្ដាខេត្តចាឬក៏តាមរយៈដៃគូដេប៉ូដៃគូផ្សាររដ្ឋគឺយើងជួបប្រទះនឹងបញ្ហាមួយធំគឺដោយសារតែនៅតាមបណ្ដាផ្សាររដ្ឋឬក៏ដេប៉ូគឺយើងមាននិន្នាការពឹងផ្អែកទៅលើផលិតផលនាំចូលរាប់ឆ្នាំមកហើយចាអញ្ចឹងគឺនិន្នាការបែបហ្នឹងដែលយើងអត់ចង់ផ្លាស់ប្ដូរទម្លាប់ហើយនឹងទី2ខ្វះទំនុកចិត្តទៅលើផលិតផលក្នុងស្រុកដែលផលិតថ្មីចាអញ្ចឹងនៅពេលដែលសហគ្រាសផលិតក្នុងស្រុកហ្នឹងយកផលិតផលរបស់ខ្លួនទៅជួបនឹងដៃគូចែកចាយដូចជាដេប៉ូឬក៏ផ្សាររដ្ឋចាយើងនឹងលើមតិពីរធំមតិទី1គឺម៉ាកហ្នឹងថ្មីចាខ្ញុំអត់ដែរលើចាគាត់អត់ដែរលើអញ្ចឹងគាត់អត់ទាន់ហ៊ានយកលក់ទេប៉ុន្តែកន្លែងហ្នឹងខ្ញុំសូមបើកវងកញ្ចក់ខ្ញុំសង្កេតឃើញថាផលិតផលនាំចូលជាច្រើនសិតតែម៉ាកដែលយើងអត់ដែរស្គាល់ដូចគ្នាប៉ុន្តែហេតុអ្វីបានជាមានចរាចរណ៍នៅលើទីផ្សារចាមតិទី2ដែលយើងអាសាលើនោះគឺផលិតផលហ្នឹងអត់ទាន់មានអ្នកទិញសួររកនៅឡើយអញ្ចឹងគាត់អត់ហ៊ានយកចូលទេតែកន្លែងនេះខ្ញុំសូមបើកវងកញ្ចក់មួយទៀតបើសិនបើផលិតផលហ្នឹងអត់ដែរមាននៅលើទីផ្សារផងអ្នកទិញគាត់មិនដឹងថាមានហើយអាចសួររកបានចាឬក៏មួយទៀតយើងសង្កេតពីធៀបទៅនឹងផលិតផលនាំចូលជាប្រភេទដូចគ្នាចាអញ្ចឹងអ្នកទិញគាត់ប្រកាសជាអត់ដែរស្គាល់ដូចគ្នាហើយយើងជឿថាគាត់ប្រកាសជាអត់ដែរសួររកដូចគ្នាប៉ុន្តែគឺមាននៅលើទីផ្សារចាអញ្ចឹងសរុបមកវិញខ្ញុំគិតថាវាជានិន្នាការទម្លាប់ហើយនឹងកង្វះទំនុកចិត្តទៅលើផលិតផលក្នុងស្រុកច្រើនជាងកត្តាទី3គឺក្រុមហ៊ុននាំចូលចានៅពេលដែលយើងនិយាយពីក្រុមហ៊ុននាំចូលជាទូទៅក្រុមហ៊ុននាំចូលគឺពេលដែលគាត់នាំចូលទំនិញចាគឺគាត់អាចយកចូល4 10មុខទេគាត់យកចូលយ៉ាងហោចណាស់ក៏រាប់សិបមុខទៅដល់រាប់រយមុខដែរនេះគឺជាកត្តាតាក់ទាញមួយតាក់ទាញនឹងត្រង់ថាក្នុងនាមជាសហគ្រាសផលិតគឺសហគ្រាសមួយនោះអត់អាចផលិតទំនិញបានរាប់រយមុខទេយ៉ាងច្រើនអ្នកខ្លះផលិតបានពីមុខ4 5មុខ4 10មុខឬក៏បាន10 20មុខហ្នឹងគឺចាត់ទុកថាជាសហគ្រាសរៀងធំគួរសមហើយចាអញ្ចឹងជាទូទៅនៅពេលដែលសហគ្រាសហ្នឹងមានទំនិញតិចមុខហើយខំប្រឹងចែកចាយខ្លួនឯងដល់មានដៃគូចែកចាយនោះរៀងពិបាកបន្តិចចាសូម្បីតែយើងទៅនិយាយជាមួយនឹងដេប៉ូឬក៏តាមតូបផ្សារនានាដោយសារផលិតផលយើងតិចចាអញ្ចឹងគាត់អាចនឹងថាគាត់អត់ចាប់អារម្មណ៍ផងប៉ុន្តែសម្រាប់ក្រុមហ៊ុននាំចូលគេអាចបញ្ជ្រាបផលិតផលគេបានដោយសារតែគេមានទំនិញរាប់រយមុខចាអញ្ចឹងជួនកាលខាងដៃគូចែកចាយគាត់មិនពេញចិត្តទំនិញ A ក៏គាត់អាចយកទំនិញ B បានដែរចាប៉ុន្តែនេះគឺជាធម្មជាតិនៃក្រុមហ៊ុននាំចូលអញ្ចឹង
បកមកវិញចាដោយសារតែធម្មជាតិរបស់សហគ្រាសផលិតហើយនឹងដៃគូចែកចាយគឺត្រូវការបំពេញគ្នាទៅវិញទៅមកអញ្ចឹងដើម្បីឲ្យផលិតផលខ្មែរអាចរីកសុសសាយនៅទូទាំងប្រទេសបានគឺសង្ឃឹមថាបងប្អូនដែលជាដៃគូចែកចាយជាពិសេសដេប៉ូនិងបងប្អូននៅតាមទាំងបណ្ដាផ្សាររដ្ឋនិងផ្សារទំនើបចាអាចផ្ដល់ទំនុកចិត្តនិងខ្លាចជាដៃគូយ៉ាងស្អិតរមួតចាជាមួយនឹងសហគ្រាសផលិតក្នុងស្រុករបស់យើងចាត្រឡប់ទៅអ្នកប្រើប្រាស់វិញតើបងប្អូនប្រជាពលរដ្ឋខ្មែរដែលជាអ្នកប្រើប្រាស់ហើយចង់គ្រប់គ្រងផលិតផលខ្មែរតើយើងអាចជួយនៅក្នុងរឿងហ្នឹងបានយ៉ាងម៉េចខ្លះទី1បងប្អូននៅពេលដែលទៅទិញទំនិញហើយបងប្អូនឃើញទំនិញខ្មែរតែមានលក់ស្រាប់នៅតាមទីផ្សារចាមិនថាជារបស់ប្រើប្រាស់ឬក៏របស់ញ៉ាំចាមានតាំងពីមីកាទៀវទឹកត្រីទឹកស៊ីអ៊ីវអំបិលស្ករអីផ្សេងៗចាម្សៅស៊ុបហើយនិងរបស់ប្រើប្រាស់សាប៊ូលាងដៃលាងចានចាសាប៊ូដុសធ្មេញថ្នាំដុសធ្មេញចាសាប៊ូដុសខ្លួនអីគ្រប់សពចាផលិតផលដែលមានជាផលិតផលខ្មែរនៅលើទីផ្សារសូមបងប្អូនជ្រើសរើសផលិតផលខ្មែរចាឧទាហរណ៍ថាពេលខ្លះខុសគ្នាតិចតួចក៏ឬក៏ផលិតផលថ្មីបងប្អូនអាចស្គាល់ក៏ដោយសូមផ្ដល់ទំនុកចិត្តហើយសាកប្រើសិនចាទី1ទី2បើសិនបើផលិតផលហ្នឹងកន្លែងហ្នឹងអត់មានលក់ផលិតផលខ្មែរទេប៉ុន្តែបងប្អូនស្គាល់ម៉ាកផលិតផលខ្មែរណាមួយបងប្អូនអាចប្រាប់ទៅគាត់ចាដែលជាម្ចាស់តូបឬក៏ម្ចាស់ដេប៉ូឬក៏ជាបុគ្គលិកលក់នៅផ្សារទំនើបហ្នឹងថាមិនក៏អត់យកផលិតផលខ្មែរម៉ាកមួយនេះយកមកលក់ខ្ញុំចង់ទិញចាចំណុចទី3ក្នុងករណីថាបងប្អូនអត់ស្គាល់ម៉ាកផលិតផលខ្មែរទេប៉ុន្តែបងប្អូនអាចនឹងប្រាប់គាត់ជារួមចាជាទូទៅបានដូចគ្នាថាខ្ញុំចង់គ្រប់គ្រងផលិតផលខ្មែរខ្ញុំឃើញឥឡូវផលិតផលខ្មែរមានផលិតច្រើនណាស់ចាច្រើនបែបអញ្ចឹងសូមជួយយកផលិតផលខ្មែរមកលក់បន្ថែមផងខ្ញុំនឹងគ្រប់គ្រងចាខ្ញុំជឿជាក់ថាចំណុចទាំងអស់ហ្នឹងបើសិនបើបងប្អូនជាអ្នកប្រើប្រាស់យើងអាចជួយធ្វើបាននោះម្ចាស់ផ្សារចាម្ចាស់តូបឬក៏ម្ចាស់ដេប៉ូគាត់ប្រកាសជាមានកម្លាំងចិត្តហើយមានទំនុកចិត្តជាងមុននៅក្នុងការហ៊ានយកផលិតផលខ្មែរទៅចែកចាយឲ្យបានគ្រប់ខេត្តក្រុងទូទាំងប្រទេសដើម្បីលើកជួយគ្នាលើកស្ទួយសេដ្ឋកិច្ចជាតិរបស់យើងចាជាចុងក្រោយសម្រាប់ក្រុមហ៊ុន Samara Best Food ដែលយើងជាសហគ្រាសផលិតចំណីអាហារមួយនៅក្នុងស្រុកដែរដែលមានទីតាំងនៅខេត្តសៀមរាបឥឡូវនេះគឺយើងមានផលិតផលចំនួន13មុខចាហើយចែកចេញជា3ប្រភេទក្នុងនោះគឺមានជាប្រភេទគ្រឿងធ្វើម្ហូបចាមាន8មុខមានតាំងពីគ្រឿងការីគ្រឿងអាម៉ុកគ្រឿងប្រឡាក់សាច់គ្រឿងម្ជូរគ្រឿងកកូគ្រឿងឆាប់បាយជាដើមចាទី2គឺជាប្រភេទម្សៅស៊ុបចាម្សៅស៊ុបធ្វើពីបន្លែសុទ្ធគ្មានសារធាតុប៊ីចេងល្អសម្រាប់សុខភាពចានិងទី3គឺជាប្រភេទស្វាយចន្ទីចាជាអាហារសម្រន់ស្វាយចន្ទីដែលយើងប្រើគ្រាប់ស្វាយចន្ទី 23ជាពូជខ្មែរ 100% ទិញពីប្រជាជនកសិករខ្មែរចំនួន4រសជាតិចាអញ្ចឹងសម្រាប់ផលិតផលរបស់សហគ្រាសយើងទាំងអស់ឥឡូវនេះយើងកំពុងតែស្វែងរកដៃគូចែកចាយជាពិសេសបងប្អូនជាដេប៉ូនិងបងប្អូននៅតាមបណ្ដាផ្សាររដ្ឋចាជាពិសេសគឺនៅខេត្តដោយសារតែនៅភ្នំពេញនិងនៅខេត្តសៀមរាបគឺយើងបានចែកចាយសុខសាយអស់ហើយចានិងនៅតាមបណ្ដាខេត្តមួយចំនួនទៀតក៏មានវត្តមានដែរដូចជាបាត់ដំបងកំពតកំពង់សោមជាដើមហើយកាន់តែពិសេសនោះគឺយើងបាននាំចេញជាផ្លូវការជាប្រចាំតាមរយៈកប៉ាល់ទៅកាន់ប្រទេសដៃគូរបស់យើងមានប្រទេសអាមេរិកប្រទេសកូរ៉េជប៉ុននិងអូស្ត្រាលីចាអញ្ចឹងផលិតផលរបស់យើងគឺយើងបាននាំចេញទទួលស្គាល់ទៅក្រៅប្រទេសជាប្រចាំហើយប៉ុន្តែដោយឡែកការចែកចាយនៅក្នុងស្រុកគឺយើងនៅក្នុងប្រទេសគឺយើងអត់ទាន់បានចែកចាយទៅតាមគ្រប់ខេត្តក្រុងនៅឡើយអញ្ចឹងក្នុងត្រង់ចំណុចនេះចាខ្ញុំសូមលើកឡើងថាយើងសូមអំពាវនាវចាបងប្អូនជាដៃគូចែកចាយរបស់យើងអាចសិក្សាពីផលិតផលរបស់ក្រុមហ៊ុន Samara Best Food បានហើយចំនួននៃការចែកចាយគឺអត់ចាំបាច់ច្រើនទេដូចគ្រឿងលួងចឹងបងប្អូនអាចយកចាប់ត្រឹមតែពីមួយកេះទៅចាឬក៏40កញ្ចប់ក៏យើងអាចលក់ជូនចាសម្រាប់ម្សៅស៊ុបបងប្អូនអាចយកពីមួយកេះទៅឬក៏48កំប៉ុងក៏យើងអាចចែកជូនហើយនឹងប្រភេទស្វាយចន្ទីចាគឺត្រូវមែនតើសម្រាប់តាមម៉ាតចាបងប្អូនអាចយកពីមួយកេះទៅក៏យើងអាចចែកជូនអញ្ចឹងផលិតផលទាំងអស់របស់យើងកំពុងតែស្វែងរកដៃគូចែកចាយហើយយើងសង្ឃឹមថាយើងអាចចូលរួមចំណែកមួយជាចំណែកទូចមួយចានៅក្នុងការជំរុញផលិតកម្មនៅក្នុងស្រុកឲ្យកាន់តែរីកចម្រើនហើយឲ្យផលិតផលក្នុងស្រុកបានទៅដល់ដៃបងប្អូនទូទាំងប្រទេស